គឺការឡើងនៅក្នុងឆ្នាំ2018នៅក្នុងផ្ទះគាត់តែម្ដងចឹងបង្ធីក្រុមហ៊ុនរបស់គាត់ញោមគាត់អត់បានបញ្ជាក់ថាក្រុមហ៊ុននឹងឈ្មោះអីឬក៏នៅទីតាំងកន្លែងណាទេតែគាត់បានបញ្ជាក់ប្រាប់ថាពីក្រុមហ៊ុនរបស់គាត់ជិះទៅផ្ទះគាត់គឺឆ្ងាយព្រោះផ្ទះគាត់នៅបៃចានចំចៅឆ្ងាយមែនតើនៅក្នុងបុរីមួយជាប្រភេទផ្ទះល្វែងចឹងនៅក្នុងឆ្នាំ2018គាត់បានជិះទៅផ្ទះទៅធ្វើការចេញពីធ្វើការគាត់ទៅផ្ទះចៃដន្យអីពេលវេលានោះគឺជាពេលវេលាដែលប្រពន្ធរបស់គាត់ទៅតែប្រសូតបុត្រហើយអញ្ចឹងគាត់ស្ថិតនៅក្នុងកំឡុងក្នុងខែដែលប្រពន្ធរបស់គាត់គេហៅថាកូនខ្ចីអញ្ចឹងភារកិច្ចគាត់ជាប្តីជារាល់ព្រឹកគាត់ត្រូវងើបមកពីម៉ោង4ភ្លឺដើម្បីដាំទឹកក្តៅដើម្បីឲ្យប្រពន្ធគាត់ងូតទឹកឬក៏ឲ្យប្រពន្ធគាត់ស្អំពោះឬក៏ឲ្យប្រពន្ធគាត់ស្អំជើងកន្លែងណាដែលហើមទៅកន្លែងណាដែលអីចឹងទៅប៉ុន្តែចម្លែកអីខុសគ្នាត្រង់ថាថ្ងៃហ្នឹងនៅពេលដែលគាត់ងើបមកម៉ោង4នេះជាអ្វីដែលគាត់បានឃើញគាត់បានចុះពីចរាផ្ទះរបស់គាត់ដើម្បីតម្រង់ទៅកន្លែងជាក្រានបាយបញ្ជាក់ផងដែរជាក្រានបាយរបស់គាត់គឺនៅក្រោយផ្ទះអញ្ចឹងនៅពេលដែលគាត់ចុះមកគាត់តែងតែបើកមិនហ៊ានបើកភ្លើងនៅក្នុងផ្ទះទេព្រោះខ្លាចភ្លឺចឹងនៅពេលដែលយប់ឡើងយើងបើកភ្លើងនៅក្នុងផ្ទះអាចមានចោរអាចមានអីគេអាចមើលពីក្រៅមកគេអាចឃើញនៅអីវ៉ាន់របស់យើងតែបើតាយើងនៅក្នុងផ្ទះហើយគេមិនអាចលួចអីបាននៅពេលហ្នឹងចឹងវាអាចនៅពេលណាដែលយើងអត់នៅផ្ទះគេប្រកាសជាសម្គាល់ហើយចឹងគាត់អាចចូលមកកោះកាយផ្ទះបានចឹងដើម្បីសុវត្ថិភាពបំផុតគាត់តែងតែបើកភ្លើងបន្ទប់ទឹកចោលនៅខាងក្រោមចឹងដោយសមមួយដងគាត់បានចុះមកហើយគាត់បានបើកភ្លើងបន្ទប់ទឹកនៅពេលដែលគាត់កាច់ភ្លើងបន្ទប់ទឹកនេះគាត់ងាកទៅទ្វារដើម្បីតម្រង់ដើរទៅចង្ក្រានបាយខាងក្រោយផ្ទះអ្វីដែលគាត់ឃើញគឺមនុស្សប្រុស2នាក់អត់មានអាវទេតែស្លៀកពាក់របៀបចង់ក្បិនមៀតធំមែនទែនហើយខ្ពស់មែនទែនគាត់សួរថាចេះបងឯងដឹងថាខ្ពស់ប៉ុណ្ណាអត់ទ្វាររបស់យើងកម្ពស់ប្រហែល2ម៉ែត្រប៉ុន្តែ2នាក់នឹងឈរស្មានឹងគឺនៅកន្លែងកម្ពស់ទ្វារនឹងហ្មងអញ្ចឹងគិតថាពីស្មាទៅគឺ2ម៉ែត្របាត់ហើយគាត់បានឃើញច្បាស់នៅនឹងភ្នែកតែគាត់មិនខ្លាចមិនមែនមានន័យថាគាត់អត់ខ្លាចខ្មោចទេកុំយល់ច្រឡំគាត់ខ្លាចដូចគ្នាប៉ុន្តែគាត់ត្រូវតាំងស្មារតីដើម្បីដើរពហុទៅក្នុងចក្រានបាយប៉ុន្តែស្របពេលដែលគាត់កំពុងតែដើរកាត់2នាក់ហ្នឹងតម្រង់ទៅរកកសៀវតម្រង់ទៅរកកន្លែងធុងហ្គាសស្រាប់តែគាត់ឮសំឡេងមនុស្សដួលនៅពេលដែលគាត់កលេចថោក្រោយត្រូវកលេចកាត់2នាក់ហ្នឹង2នាក់ហ្នឹងបានបាត់ទៅហើយអត់ឃើញទាល់តែសោះអត់ដឹងថាទៅណាអត់ដឹងថាបាត់តាំងពីកាលប៉ុន្តែគាត់ច្បាស់ថានៅពេលដែលគាត់ដើរកាត់គឺ2នាក់ហ្នឹងនៅឈរនៅជាគាត់ហ្នឹងនៅពេលគាត់ដើរកាត់តែនៅពេលដែលគាត់ឮសំឡេងមនុស្សដួលគាត់ងាកមកឆ្វាច់បាត់2នាក់ហ្នឹងបាត់តែអ្នកដែលគាត់ឃើញគឺប្រពន្ធរបស់គាត់ដែលកូនស្ថិតនៅក្នុងកំឡុងពេលកូនខ្ចីហ្នឹងបានដួលនៅក្នុងបន្ទប់ទឹកសំណួរសួរថាអញ្ចឹងតើប្រពន្ធគាត់ចុះមកតាំងពីពេលណាតើកំឡុងពេលប៉ុណ្ណឹងរឿងអីគាត់អត់ឮសម្រាប់ជើងប្រពន្ធរបស់គាត់តើអ្វីដែលគាត់បានឃើញគឺជាអ្វីហេតុអ្វីគេបង្ហាញខ្លួននៅពេលហ្នឹងបញ្ជាក់ផងដែរថាប្រពន្ធគាត់នឹងគាត់សុខសប្បាយទេទល់រាល់ថ្ងៃហ្នឹងក៏នៅតែសុខសប្បាយដែរប្រពន្ធរបស់គាត់ក្រោយពីមានឧបទ្ទវហេតុនៅក្នុងបន្ទប់ទាំងហ្នឹងហើយក៏អត់មានត្រូវអីធ្ងន់ដែរត្រូវដូចជាត្រូវចការតន្តិចទេអត់ចការតន្តិចទេរាប់ថាទេវតាជួយបនល្អឲ្យគាត់ត្រូវលបួសបានបន្តិចប៉ុន្តែនៅតែចោទសួរទៅបងប្អូនវិញថាតើមនុស្ស2នាក់នោះជាអ្នកណាហេតុអ្វីឈរនៅផ្ទះនឹងបានរហូតដល់2នាក់បើសិនជាជំនាញផ្ទះជាធម្មតាមានម្នាក់ពេលខ្លះ case ខ្លះដែលខ្ញុំដឹងអាចមាន2នាក់ប៉ុន្តែ2នាក់នេះវាករណីផ្សេងគ្នាបែរជាបង្កហេតុទៅជាមួយនឹងខ្ញុំមិនហ៊ានថាគេជាអ្នកបង្កហេតុទៅប្រពន្ធរបស់គាត់ទេប៉ុន្តែក្នុងករណីនេះនៅពេលដែលគាត់ឃើញហើយគាត់កលេចទៅគឺប្រពន្ធរបស់គាត់មានគ្រោះថ្នាក់ស្របពេលដែលគាត់ខ្លួនឯងមិនដឹងថាប្រពន្ធខ្លួនឯងចុះមកតាំងពីកាលផងហើយរយៈពេលរបស់យើងគិតឲ្យស្រួលបួសាច់បើកភ្លើងគាត់ឃើញកំឡុងពេលប្រហែល3វិនាទីចុះដើរទៅប្រហែលថា10វិនាទីទៅចុះអញ្ចឹង13វិនាទីរឿងអីជើងមនុស្សស្រីចុះពីចរារឿងអីគាត់អត់ឮជើងប្រពន្ធគាត់ដើររឿងអីមូលហេតុអីដែលគាត់អត់ឮជើងប្រពន្ធគាត់បើកចូលបន្ទប់ទឹកដើរចូលបន្ទប់ទឹកហេតុអីមិនគាត់អត់ឮបែរជាឮនៅពេលដែលប្រពន្ធគាត់ដួលបាត់ទៅហើយ
ចឹងខ្ញុំចង់សួរទៅបងប្អូនវិញថាតើបងប្អូនយល់យ៉ាងម៉េចដែរសម្រាប់ករណីមួយនេះសូមបងប្អូនខមមិននៅពីក្រោមវីដេអូមួយនេះតោះយើងចូលដល់សាច់រឿងចុងបញ្ចប់របស់បងធីដែលគាត់បានចែករំលែកជាសាច់រឿងដែលសាហាវបំផុតសម្រាប់ខ្ញុំមកបទពិសោធន៍ដែលគាត់ធ្លាប់ចែកទាំងអស់មកកាន់រូបខ្ញុំហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលចិត្តនៅបទពិសោធន៍មួយនេះសាច់រឿងបន្ទាប់នេះគឺជាសាច់រឿងដែលខ្ញុំទើបតែទៅសេហើយក្តៅដែលខ្ញុំស្ដាប់គាត់បដាហើយទៅសេបដាដោយសារតែមានភារកិច្ចរវល់ពេកអត់បានទៅសេទេទើបតែបើកឆាតគាត់មើលហើយគាត់រាយរាប់មកហើយខ្ញុំបានទៅសេទុកសាច់រឿងមួយនេះបានកើតឡើងទាន់ហន់ក្តៅបានន័យថាកើតឡើងភ្លាមមិនបានមួយអាទិត្យម្លងការកើតហេតុផងគាត់បានវាយមកជាវីដេអូបាន send វីដេអូដែលគាត់វាយគាត់និយាយនៅក្នុងវីដេអូមួយហ្នឹងផ្ញើឲ្យខ្ញុំផ្ទាល់តែម្ដងសាច់រឿងមួយនេះបានកើតឡើងនៅលើប្អូនជីដូនមួយរបស់គាត់ដែលនៅស្រុកប្អូនជីដូនមួយរបស់គាត់គឺជាកូនពៅហើយគាត់គួរឲ្យសោកស្ដាយផងដែរថាគាត់បានទទួលមរណភាពហើយប៉ុន្តែត្រង់ខុសទាស់ត្រង់ថាការទទួលមរណភាពរបស់ប្អូនចរូនមួយគាត់ហ្នឹងដែលជាប្អូនពៅប្រចាំគ្រួសាររបស់ប្អូនចរូនមួយគាត់មានលក្ខណៈចម្លែកហេតុអីមិនថាចម្លែកត្រង់ថាកូនពៅហ្នឹងជាមនុស្សដែលសប្បាយជាមនុស្សដែលមិនខ្វល់អាហ្នឹងដែលយើងតែងតែនិយាយថាចរិតកូនពៅហេតុអ្វីបានកើតរឿងហ្នឹងចំពោះគាត់សាច់រឿងហ្នឹងប្អូនចរូនមួយរបស់គាត់ហ្នឹងដែលជាកូនពៅប្រចាំគ្រួសារហ្នឹងបានធ្វើអត្តឃាតដោយការចងកជាមួយនឹងចម្រឹងប្អួចហើយស្លាប់ចឹងគាត់មានអារម្មណ៍ថាវាជាការបាត់បង់មួយដែលមិនសមហេតុសមផលប្អូនពៅគាត់ជាមនុស្សដែលខ្ជិលអត់អាសាទេគាត់អត់ចូលចិត្តធ្វើការងារផ្ទះទេបោកកៅបត់កៅអីអត់ទេគឺម្ដាយអ្នកធ្វើទាំងអស់លាងចានញ៉ាំហើយគឺអត់ធ្វើទាំងអស់ញ៉ាំហើយគឺដើរចូលបន្ទប់ចុចទូរស័ព្ទលេងហ្គេមអីជាដើមឬស្ដាប់ចម្រៀងអីជាដើមតែទាស់ត្រង់ថាអញ្ចេះមុនកើតហេតុមួយថ្ងៃប្អូនពៅរបស់គាត់បានងើបតាំងពីព្រលឹមមកបោះផ្ទះជូតផ្ទះនឹងជាសម្ដីរបស់ម្ដាយរបស់គាត់ណាបោះផ្ទះជូតផ្ទះញ៉ាំអីហើយលាងចានហើយចូលទៅគេងវិញម្ដាយរបស់គាត់បានចាប់អារម្មណ៍ដូចគ្នាថាកូនអញដូចចម្លែកប្រហែលវាដឹងធំណាខៃឡូដឹងក្តីហើយធំហើយអញ្ចឹងចេះជួយគ្រួសារចេះដឹងខុសដឹងត្រូវរៀបចំអញ្ចឹងប៉ុន្តែនៅពេលដែលចូលទៅសម្រាប់វិញងើបមកមួយសារទៀតដើរចេញពីបន្ទប់បែរជាសួរម៉ាក់ថាអូផ្ទះថ្ងៃហ្នឹងស្អាតដល់ហើយម៉ាក់ឯងបោសតាំងពីព្រលឹមហ្មងអូអត់មានចានសោះហើយគេញ៉ាំអស់ហើយគេលាងចានហើយអស់អត់មានទុកអីឲ្យខ្ញុំទេម្ដាយរបស់គាត់បានតបជាមួយគាត់ថាអញ្ចឹងផ្ទះហ្នឹងកូនឯងអ្នកបោសអ្នកជូតតាចានក៏កូនឯងញ៉ាំហើយលាងដែរត្រង់ហេតុការណ៍មួយនេះតើជាហេតុការណ៍អីជាការមកមើលឬគឺជាការអីខ្ញុំបែងចែកអត់ទៅហេតុអីបានបុគ្គលម្នាក់ដែលងើបពីព្រលឹមមកធ្វើការងារអស់ហើយទៅគេងវិញបែរជាអត់ដឹងខ្លួនបែរជាអត់ដឹងថាខ្លួនឯងធ្វើហើយបើថាកែចរិតក៏អត់ត្រូវបើសិនជាកែចរិតមិនសមអត់ចាំអានឹងជាគេហៅថាស្នាដៃលើកដំបូងរបស់ខ្លួនឯងនៅក្នុងផ្ទះណាអញ្ចឹងមិនត្រូវអួតណែខ្ញុំបានធ្វើអានេះធ្វើអានោះតែអានេះគាត់អត់មានចាំទាល់តែសោះហេតុអីដល់ពេលយប់ឡើងបងគាត់នឹងអង្គុយចុចនៅទូរស័ព្ទនៅក្នុងបន្ទប់ចំហទ្វារបងប្រុសរបស់គាត់បានគោះទ្វារចូលធ្វើអីអូនបកកូនពៅហ្នឹងគាត់អត់មានងើបមុខមកនិយាយជាមួយនឹងបងប្រុសរបស់ខ្លួនឯងទេនៅអោនឆ្កោកមុខនិយាយចុចទូរស័ព្ទដែលចុចទូរស័ព្ទមួយផ្លែតហ្នឹងតិចទៀតគេងហើយបងគាត់ក៏អត់ចាប់អារម្មណ៍អីហើយក៏អត់ដឹងថាវាមានអីប្លែកអីដែរគាត់ក៏ដើរចេញមកបិទទ្វារទប់យប់កើតហេតុនៅពេលដែលកំពុងតែគេងស្រាប់តែឮសំឡេងកៅអីដួលតែម្នាក់ក៏អត់សូវចាប់អារម្មណ៍ដែរខៃលោកខ្លួនឯងមកមើលប៉ុន្តែនៅពេលដែលព្រឹកព្រលឹមឡើងបើកភ្នែកឡើងនៅពេលដែលគេគោះទ្វារគាត់អត់បើកនៅពេលដែលអត់ឃើញគាត់ចេញមកបើកទ្វារទៅគាត់បានចងកខ្លួនឯងស្លាប់បាត់ទៅហើយនៅលើចង្អឹងដែកដែលជាចង្អឹងប្អួចមួយហ្នឹងអញ្ចឹងពិធីបុណ្យសពបានធ្វើឡើងនៅក្នុងថ្ងៃអាទិត្យដែលបងធីផ្ទាល់ត្រូវជិះពីម្ពិញទៅជាមួយនឹងប្រពន្ធហើយមានបងស្រីរបស់គាត់ដូចគ្នាទៅដែលជាសាច់ញាតិទាំងអស់ធ្វើដំណើរទៅទីតាំងរោងបុណ្យហ្នឹងទីតាំងរោងបុណ្យហ្នឹងអត់ចិត្តទេផ្ទះរបស់គាត់ក៏នៅគៀកជើងភ្នំដែរ
អញ្ចឹងពីម្លងផ្ទះពីមួយទៅមួយប្រហែលជា500ម៉ែត្រទៅ1គីឡូទៅមនុស្សផ្ទះមួយអញ្ចឹងបងប្អូនអាចសម័យទេថាផ្ទះរបស់គាត់នឹងគឺស្ថិតនៅក្នុងស្ថានភាពរបៀបដាច់ស្រយាលអញ្ចឹងមានសភាពស្ងាត់មែនទែនរោងបុណ្យបានសង់ឡើងពិធីបុណ្យបានចាប់ផ្ដើមដោយសារតែហេតុជាកូនពៅឪពុកម្ដាយស្រឡាញ់ពេកស្នើសុំមិនឲ្យបូជាភ្លាមអានេះអ្វីដែលខ្ញុំធ្លាប់ឮថាការស្លាប់ដោយធ្វើអត្តឃាតហ្នឹងគេហៅថាជាសាកសពខ្មោចតៃហោងគេត្រូវបូជាភ្លាមគេអត់ទុកគេទុកអត់បានទេអញ្ចឹងគេត្រូវបូជាភ្លាមប៉ុន្តែដោយសារតែជាកូនពៅគាត់ស្នើសុំទុក2ថ្ងៃទុក2ថ្ងៃរាប់2ថ្ងៃអាទិត្យទៅគឺចំថ្ងៃអង្គារអញ្ចឹងទាំងអាចារ្យទាំងព្រះសង្ឃទាំងអីគឺគេដឹងហើយថាថ្ងៃអង្គារគឺអាចបូជាបានទេអានេះសូម្បីតែខ្ញុំស្ដាប់កម្មវិធីរបស់តុកភ្លឺ shout out ទៅតុកភ្លឺផងកម្មវិធីដែលអាចារ្យភ្លុកឡើងក៏គាត់បានមានប្រសាសន៍ដែរថាសាកសពគេអត់ដែរបូជាថ្ងៃអង្គារថ្ងៃហ្នឹងថ្ងៃរឹងតែកតាស្អីហ្នឹងគឺក៏ខ្ញុំអត់ដឹងដែរតែគ្រាន់តែថាបើយេគាត់ស្នើសុំទុក2ថ្ងៃគឺដល់ថ្ងៃអង្គារហើយអញ្ចឹងអ្វីដែលជាជំរឿសគាត់ត្រូវទុកម្លងមួយថ្ងៃការសម្រេចចិត្តគឺបូជានៅពាក់កណ្ដាលអាធ្រាត្រថ្ងៃអង្គារឆ្លងចូលថ្ងៃពុធអញ្ចឹងមានន័យថាចន្លោះពីម៉ោង12ទៅម៉ោង1យប់ថ្ងៃពុធព្រលឹមហ្នឹងពីម៉ោង12ដល់ម៉ោង1យប់គឺជាការបូជាអញ្ចឹងនៅពេលដែលតម្កល់សពបងប្អូនមកជុំអីចឹងទៅស្រាប់តែមានមន់បញ្ជាក់ផងដែរថាផ្ទះរបស់គាត់មានចមុកមន់ហ្នឹងណាផ្ទះរបស់បងប្អូនចរោមមួយហ្នឹងស្រាប់តែមានមន់មេមកពីណាមកក្បាលរត់មកដល់កន្លែងសាកសពហ្នឹងកន្លែងភ្នូហ្នឹងវាហក់កាត់វាហើកាត់សាកសពម្នាក់គឺផ្អើលពេញរោងម្ដងធ្លាប់តែលឺឆ្មាកឡងឬក៏ស្អីចឹងណាតែនេះជាមេមន់ស្រាប់តាហើម្លងម្នាក់ដេញគឺថាដេញមេមន់នឹងចាញ់តែម្ដងនេះគឺជាព្រឹត្តិការណ៍ទី1នៃការរៀបចំសាកសពល្ងាចឡើងនៅពេលដែលរៀងហត់ដែរបងស្រីរបស់បងធីគាត់ពោះហើយខ្ញុំក៏សរសើរគាត់ដែរតាមជាធម្មតាអ្នកទងន់គេទំនំធំបំផុតគឺការចូលរួមមិនថាពិធីបុណ្យពិធីការពិធីអីក៏ដោយការសូត្រមន្តការអីហ្នឹងគឺតាក់ទងមួយការប្រវល់7តាក់ទងអីហ្នឹងគឺអ្នកដែលឆ្នាំឆុងឬក៏អ្នកដែលពោះគឺគេហាមដាច់ខាត់មិនឲ្យចូលរួមទេតែនេះប្រហែលជាប្អូនចរូនមួយហើយគ្រូសាចរូនមួយដែលគាត់រាប់អានស្និទ្ធដែលតម្រូវឲ្យគាត់ទៅដោយខានពុំបានអញ្ចឹងគាត់ពោះទងន់គាត់ហត់ពេកគាត់ក៏ឡើងសម្រាកនៅលើផ្ទះហ្នឹងគឺជាផ្ទះឈើបងស្រីគាត់បានសម្រាកនៅកន្លែងចង្អឹងដែកគៀនប្អួចនៅកន្លែងទទួលភ្ញៀវហ្នឹងនៅពេលដែលគាត់តម្រេតមិនបាន2នាទីផងហ្នឹងបងប្អូនដឹងថាគាត់បានឃើញអីទេអ្វីដែលគាត់បានឃើញគឺសាកសពប្អូនប្រុសរបស់គាត់មិនមែនជាសាកសពទេតែជាព្រលឹងឈរនៅកន្លែងខ្លោងទ្វារហ្នឹងមើលមកកាន់គាត់ផ្ទាល់តែម្ដងនៅពេលដែលមើលបានមកផ្លែតហ្នឹងស្រាប់តែប្អូនប្រុសហ្នឹងតម្លាក់ខ្លួនក្រឹបវាជើង4វាឡើងធ្នឹមក្នុងផ្ទះស្រាប់តែវាឡើងទៅលើដូចស្បៃណឺមែនអញ្ចឹងណាហើយបងស្រីគាត់គឺមិនមែនជាមនុស្សខ្លាចខ្មោចហើយគាត់បានឃើញច្បាស់នឹងភ្នែកមិនមែនគេហៅថាមិនមែនអាលីវទេណាគឺបើកភ្នែកឃើញស្រស់តែម្ដងទៅព្រលឹងមួយហ្នឹងបានរត់ឡើងទៅលើធ្នឹមផ្ទះឈើហ្នឹងណាសាហាវមែនតើចូលដល់ថ្ងៃទី2នេះគឺជាហេតុការណ៍មួយទៀតអញ្ចឹងនេះគឺជាហេតុការណ៍ដែលកើតឡើងនៅត្រឹមតែមួយថ្ងៃមាន2រឿងបានកើតឡើងហើយថ្ងៃច័ន្ទអត់មានបញ្ហាទេយើងចូលដល់ថ្ងៃអង្គារដែលជាថ្ងៃបូជាស័ក្តិសមម្លងអាធ្រាត្រហ្នឹងឯងអញ្ចឹងនៅក្នុងថ្ងៃអង្គារហ្នឹងព្រឹកឡើងនេះដែលគេកំពុងតែរៀបចំរូបថតរបស់អ្នកស្លាប់ស័ក្តិសមនៅក្នុងកម្រងផ្កាវាមិនដឹងចង្រៃអីមានឆ្កែមកពីណារត់មកបុករូបថតមួយហ្នឹងឲ្យដួលបែកខ្ទេចតែម្ដងអញ្ចឹងនេះគឺជាហេតុការណ៍ទី3អ្វីដែលបងធីគាត់ចាប់អារម្មណ៍ហើយអ្វីដែលអ្នកចូលរួមបានចាប់អារម្មណ៍គឺបានដឹងថាវាអត់ស្រួលណាបងប្អូនវាមិនដឹងនិយាយថាម៉េចវាចាប់ផ្ដើមថាអត់ស្រួលណាព្រោះអីហេតុការមានមេមន់រត់ចូលបងស្រីពោះធំគាត់គេងសម្រាប់ឃើញព្រលឹងប្អូនវាដូចពីងអញ្ចឹងឡើងលើធ្នឹមមានឆ្កែហត់បុកណោះ
អញ្ចឹងអ្វីក៏នៅតែបន្តរៀបចំផ្ដូរសុំមុខថនអីហើយរហូតដល់ល្ងាចនិមន្តដល់ព្រះសង្ឃមកទេសនាមកសូត្រអីអញ្ចឹងទៅអញ្ចឹងព្រះសង្ឃជក់មាត់ទេសនាខ្លាំងពេកលោកបានទេសនាហួសម៉ោងរហូតដល់ម៉ោង7យប់អញ្ចឹងនៅពេលដល់ម៉ោង7យប់ព្រះសង្ឃបានមើលម៉ោងហើយក៏បានបញ្ចប់ការទេសនារបស់លោកហើយអាចារ្យក៏បានរៀបចំដង្ហែសាកសពចេញអញ្ចឹងដឹងហើយមិនឆ្ងាយពីផ្ទះរបស់គាត់ទេណាមួយទៀតក៏សម្បូរដីដែរគាត់នៅជើងភ្នំឯណោះហើយនៅគៀកហ្នឹងក៏អត់មានអ្នកនៅគៀកហ្នឹងប្រហែលដែរអញ្ចឹងគាត់ត្រូវដង្ហែសាកសពហើយផ្លូវក៏មិនមែនជាផ្លូវកស៊ូដែរជាផ្លូវបរទេសទេអញ្ចឹងក្នុងករណីហ្នឹងនៅពេលដែលគាត់ដង្ហែសាកសពនេះលោកអាចារ្យបានដង្ហែសាកសពបានស្រេចភ្លេងប្រគំម្លងបាន5ចំហៀនចេញពីខ្លោងទ្វារផ្ទះមកឈូសនឹងម្លងបាន5ចំហៀនណាស្មើនឹង5ម៉ែត្រម្លងពីលបងផ្ទះហ្នឹងណាដាច់ភ្លើងក្រឹបតែម្ដងមនុស្សដែលកំពុងតែយំផងស្រែកផងសំណោះផងស្ងាត់មកជ្រាបដូចគេយកអីមកញុកចឹងគឺម្នាក់ចាប់ផ្ដើមខ្លាចចាប់ផ្ដើមព្រឺចាប់ផ្ដើមព្រួចហើយអញ្ចឹងលោកអាចារ្យគាត់បានស្រែកអត់មានភ្លើងក្រោយចាប់ផ្ដើមស្រែកកុំឈប់ឲ្យសោះបន្តអញ្ចឹងអ្នកបកុំភ្លេងក៏នៅតែបកុំទៅអត់មានមេក្រូអត់មានអីទេអាចារ្យក៏គិតទៅពីស្រែកទៅគិតទៅពីសូត្រទៅប្រសងក៏គិតពីសូត្រអត់មានភ្លេងអត់មានអីទាំងអស់ដង្ហែសាកសពកាត់មេននឹងចំនួន2ជុំពាត់មេនចំនួន2ជុំដើម្បីដាក់សាកសពនៅលើមេនត្រៀមបូជាណោះអញ្ចឹងទម្រាំដល់ពេលបូជារាប់ពីម៉ោង7ទៅថាដង្ហែហើយថាម៉ោង8ចុះណោះអញ្ចឹងនៅសល់9 10 11 12ម៉ោង12ផុតចូលដល់ថ្ងៃពុធទើបគាត់បូជាអញ្ចឹងនៅសល់4ម៉ោងបងធិគាត់អត់ដឹងធ្វើអីហើយគាត់ក៏មានអារម្មណ៍ថាហត់ដែរអញ្ចឹងក្នុងករណីហ្នឹងគាត់ក៏បានបកទៅផ្ទះវិញដើរប្រហែលចំហៀនបកទៅផ្ទះវិញដើម្បីសម្រាកនៅកន្លែងបងស្រីគាត់សម្រាកនឹងឯងសម្រាកចុចទូរស័ព្ទលេងបដាអីចឹងទៅស្ដាប់ចម្រៀងអីបន្តិចដើម្បីទម្រាំទៅដល់ម៉ោងដែលគាត់បូជានៅពេលដែលគាត់កំពុងតែគេងសម្រាកនៅក្នុងផ្ទះនេះគាត់ថាប្រហែលជា3នាទីអ្វីដែលគាត់ឃើញគឺគាត់បានឃើញប្អូនប្រុសរបស់គាត់ដែលបានស្លាប់ប្អូនជីដូនមួយរបស់គាត់ដែលបានស្លាប់នេះមកឈរនៅចុងជើងរបស់គាត់មើលមុខគាត់បើកភ្នែកធំប៉ុន្តែអ្វីដែលគាត់ឃើញគឺត្រឹមពីជង្គង់ឡើងលើពីជង្គង់ចក្រមគឺអត់មានជើងទេឈរមើលមុខគាត់បើកភ្នែកធំមុខស្មើហើយចាប់ផ្ដើមអូយព្រឺណាស់ហើយចាប់ផ្ដើមញញឹមទាំងមុខស្មើញញឹមចេញថ្មិញហើយថ្មិញសួចញញឹមទាំងមុខស្មើមកកាន់គាត់ហើយហក់កតុបគាត់តែម្ដងដែលគាត់ចង្អាងដៃចង្អាងជើងស្រែកប៉ើលគេដែលគេស្ទុះមកថាមានរឿងអីគាត់ក៏ប្រាប់ថាអត់មានរឿងអីទេអញ្ចឹងគាត់ក៏ចោះទៅគាត់ប្រាប់ថាអារម្មណ៍របស់គាត់ដែលទទួលបានដោយប្អូនប្រុសគាត់ប្រាប់ថាអញ្ចឹងកុំភ្លេចណាកុំភ្លេចទៅមើលគាត់បូជាផងកុំភ្លេចទៅមើលគាត់បូជាកុំភ្លេចពេលវេលាផងអញ្ចឹងគាត់ស្ទុះទៅក្រោមវិញអង្គុយនៅក្រោមលែងហ៊ានមកគេងនៅលើផ្ទះហ្នឹងហើយរហូតដល់ម៉ោងគាត់បូជាគាត់បានដើរតម្រង់ទៅមេនវិញបងស្រីពោះធំអត់បានចូលរួមនៅកន្លែងបូជាសពទេគាត់នៅឯផ្ទះហេតុការបន្ទាប់កើតស្ទួនគ្នានេះគឺជាហេតុការខ្ញុំនិយាយអំពីហេតុការដែលនៅក្នុងផ្ទះបងស្រីរបស់គាត់ដែលជាអ្នកទងន់មកប្រាប់វិញណាអញ្ចឹងនៅពេលដែលបូជាសពគេត្រូវបាញ់កញ្ជ្រួចដែរអញ្ចឹងប្រហោះទៅ feel បឹងអញ្ចឹងទៅអញ្ចឹងនៅក្នុងផ្ទះរបស់សាកសពនោះមានធុងមាន់ចម្លែកត្រង់ចេះនៅពេលដែលកញ្ជ្រួចបាញ់ឡើងផ្ទុះបឹងមាន់នឹងអត់ផ្អើលតតែសោះប៉ុន្តែនៅពេលដែលស្ងាត់កញ្ជ្រួចមាន់ទាំងអស់ចាប់ផ្ដើមឆ្លេឆ្លារត់បុកអញ្ចាំងបងប្អូនបញ្ជាក់ច្បាស់រត់បុកអញ្ចាំងមិនមែនរត់ឆ្លេឆ្លាក្នុងក្រុងទេគឺរត់បុកអញ្ចាំងបានបន្តិចពេលកញ្ជ្រួចបោះទៀតឲ្យផ្ទុះបឹងស្ងាត់ទៀតប៉ុន្តែនៅពេលដែលស្ងាត់សលេងកញ្ជ្រួចមាន់នឹងចាប់ផ្ដើមឆ្លេឆ្លារត់បុកអញ្ចាំងម្ដងទៀតអញ្ចឹងកញ្ជ្រួចបាញ់ទាំងអស់3ដងហេតុការណ៍ដដែលបានកើតឡើងទាស់ត្រង់ថាកញ្ជ្រួចទី3នៅពេលដែលបាញ់ដឹងមាន់ស្ងាត់តែនៅពេលដែលកញ្ជ្រួចស្ងាត់មាន់ចាប់ផ្ដើមរងាវដូចខ្ទតរពងណាមាន់មេដូចខ្ទតរពងអញ្ចឹងម៉ោង12យប់ម៉ោង12ចន្លោះពីម៉ោង12ដល់ម៉ោង1យប់ហើយនេះគឺជាមិនមែនជាប្រផ្នូលល្អទេដែលជាជំនឿរបស់អ្នកភូមិទាំងអស់គាត់បានដឹងហើយថា
នេះមិនមែនជាប្រផ្នូលល្អទេដែលមន់មេខ្ទាត់ពេលយប់ហើយរពងនឹងបកទៅសាច់រឿងនៅកន្លែងទីតាំងមេនវិញថាតើមានរឿងអីអ្វីដែលគេបានឮគ្រប់គ្នាអ្នកចូលបននៅពេលដែលកំពុងតែបូជាម្នាក់បានឮសំឡេងប្អូនជីដូនមួយអូយគឺខ្លាំងណាស់ម្នាក់បានឮសំឡេងប្អូនជីដូនមួយរបស់គាត់យំចេញពីក្នុងមឈូសបើសិនជាបងធីគាត់ឮតែឯងអានឹងយើងអាចចោទប្រកាន់ថាជាការសម័យប៉ុន្តែនេះមិនមែនមានតែបងធីទេអ្នកចូលរួមមេនទាំងអស់អ្នកចូលរួមបូជាសពទាំងអស់គឺឮសំឡេងយំទាំងអស់អញ្ចឹងក្រោយពីការបូជាហើយ7ថ្ងៃបានបញ្ចប់ហើយចាប់ផ្ដើមចេញលងទៀតហើយប៉ុន្តែការលងនេះមិនមែនការបន្លាចគេថាមិនមែនមកសោះទេប៉ុន្តែបងប្អូនរបស់សាច់ញាតិទាំងអស់រាប់ទាំងចដូន1ចដូន2ចទួតមួយអ្នកណាក៏ដោយគឺយោសពឃើញប្អូនចដូនមួយរបស់គាត់មកលងនៅក្នុងយោសពមិនមានម្នាក់ណាសោះឡើយដែលមិនបានយោសពឃើញអ្នកណាក៏យោសពឃើញដែរម្ដាយរបស់គាត់ម្ដាយរបស់ប្អូនចដូនមួយរបស់គាត់មានព្រឹកមួយផុតពី7ថ្ងៃហ្នឹងបានបោះផ្ទះពេលដែលគាត់កំពុងតែបោះផ្ទះគាត់បានឮសូរសំឡេងកូនពៅរបស់គាត់យំចេញពីបន្ទប់របស់ខ្លួនឯងអ្វីដែលម្ដាយរបស់គាត់បានប្រាប់ទៅកូនពៅជាព្រលឹងហ្នឹងប្រាប់ថាកូនឯងទៅចាប់ជាតិទៅគុំនៅស្នោះស្នោចនៅកន្លែងហ្នឹងអីកូនឯងបានសម្រេចចិត្តយកជីវិតរបស់ខ្លួនឯងទៅហើយទៅចោលប៉ាម៉ាក់ទៅហើយនៅស្ដាយស្នោះទៅអីទៀតទៅចាប់ជាតិឲ្យល្អទៅក្នុងន័យនឹងគាត់និយាយលក្ខណៈដូចខឹងកូនពៅដែលគាត់បានបញ្ចប់ជីវិតរបស់ខ្លួនឯងហើយក៏មិនចង់ឲ្យកូនពៅនៅវិលវល់ណាក្រោយដែលគាត់បាននិយាយអញ្ចឹងទៅកាន់កូនពៅដែលជាពលឹងហ្នឹងអ្វីក៏បានស្ងប់ស្ងាត់រហូតមកដល់បច្ចុប្បន្នហ្នឹងឯងអញ្ចឹងក្នុងករណីនេះសំណួរសួរទៅវិញថាតើប្អូនពៅហ្នឹងគាត់ធ្វើអត្តឃាតដោយគោលបំណងខ្លួនឯងដោយការ stress ឬក៏ជាបញ្ហាអ្វីឲ្យពិតប្រាកដឬក៏ជាបញ្ហាផ្លូវស្អីមួយឲ្យពិតប្រាកដគឺពួកយើងអត់មានចម្លើយទាំងអស់ប៉ុន្តែអ្វីដែលយើងសង្ខេបមកវិញថាប្អូនពៅគាត់ជាមនុស្សដែលអត់ខ្វល់ជាមនុស្សដែលសប្បាយជាមនុស្សដែលខ្ជិលអញ្ចឹងមិនសមណាគាត់មានទុកណាដែលធ្វើឲ្យគាត់ stress គឺគាត់អត់ខ្វល់ក្នុងជីវិតរបស់គាត់គិតតែពីសប្បាយហ្នឹងអញ្ចឹងតើអាចជាហេតុណាបកឲ្យមានហេតុនឹងអត់ព្រោះមានករណីច្រើនមែនតើដែលខ្ញុំជឿជាក់ថាបងប្អូនបានស្ដាប់ពី channel ផ្សេងហើយប្រហែលជាមានហេតុភេទមួយចំនួនបាននាំឲ្យបុគ្គលម្នាក់ហ្នឹងទៅធ្វើអត្តឃាតខ្លួនឯងបកទៅរឿងការធ្វើអត្តឃាតវិញការចងកសម្រាប់ខ្លួនឯងនេះអ្វីដែលខ្ញុំបានស្ដាប់ពីគ្រូមួយចំនួនដែលខ្ញុំបានទៅសួរណាថាការស្លាប់ដោយការចងកហ្នឹងតើមានការបាបកម្មបែបណាពួកគាត់បានប្រាប់ខ្ញុំថាអញ្ចឹងការសម្លាប់ខ្លួនដោយការធ្វើឃាតកម្មចងកហ្នឹងឧទាហរណ៍ថាម្នាក់ហ្នឹងចងផុតជើង2ម៉ែត្រពីដីក្នុងជាតិហ្នឹងគាត់បានសម្លាប់ខ្លួនជាតិក្រោយនៅពេលដែលគាត់កើតមកគាត់ត្រូវចងកសម្លាប់ខ្លួនម្ដងទៀតដោយមានរឿងកតាអីនឹងនាំម្នាក់ហ្នឹងឲ្យចងកម្ដងទៀតស្លាប់អញ្ចឹងធ្លាក់ពីជើង2ម៉ែត្រពីចុងជើងមកដីកម្ពស់2ម៉ែត្រហ្នឹងធ្លាក់មកសល់1ម៉ែត្រកន្លះឧទាហរណ៍ថានៅសល់1ម៉ែត្រកន្លះចងរហូតដល់ជើងម្នាក់ហ្នឹងជាប់ជាមួយនឹងដីតែម្ដងអាហ្នឹងហើយគឺជាពេលវេលាដែលគាត់រួចផុតកម្មអញ្ចឹងជាតិក្រោយដែលគាត់កើតគឺគាត់លែងមានការចងកទៀតហើយអញ្ចឹងសំណួរសួរថាតើសាច់រឿងទាំងអស់នេះបងប្អូនស្ដាប់ហើយរបស់បងធីដែលគាត់បានចែករំលែកនេះតើបងប្អូនចូលចិត្តប៉ុណ្ណាបើសិនជាចូលចិត្តសូមបងប្អូន comment នៅពីក្រោមវីដេអូនេះឲ្យខ្ញុំបានដឹងផងហើយយើងបន្តសាច់រឿងរបស់យើងទៀតយើងចូលដល់សាច់រឿងបញ្ចប់នេះគឺជាសាច់រឿងខ្លីមួយទៀតដែលចែករំលែកដោយ fan ដែរដែលខ្ញុំទើបតែបានយកមកទេនេះសាច់រឿងមួយនេះបានកើតឡើងនៅក្នុងឆ្នាំ2022ហើយម្ចាស់សាច់រឿងគឺជាមនុស្សស្រីដែលបានចែករំលែកមកកាន់រូបខ្ញុំបាទអញ្ចឹងបងស្រីគាត់មានបងប្អូនចំនួន4នាក់ហើយគាត់ជាអ្នកស្រុកកំពង់ចាមតែគាត់នៅភ្នំពេញអញ្ចឹងជាធម្មតាថ្ងៃបុណ្យថ្ងៃទៀនថ្ងៃធំនៅពេលដែលគ្រួសាររបស់គាត់រួចដៃរួចជើងហើយទៅបានគាត់ទៅគេងនៅផ្ទះនៅស្រុកមួយថ្ងៃ2ថ្ងៃអីចឹងទៅបានបកមកផ្ទះវិញ
អញ្ចឹងមួយឆ្នាំនិយាយឲ្យស្រួលស្ដាប់គាត់ទៅលេងស្រុកដែលនៅខេត្តកំពង់ចាមហ្នឹងប្រហែលជា2ទៅ3ដងអីទេបនធំធំណោះបនធំធំមានអីគេខ្លះមានភ្ជុំបនចូលឆ្នាំខ្មែរបនអំទូកថាអញ្ចឹងចោះយើងឧទាហរណ៍ថា3នឹងចោះពេលវេលានៅក្នុងឆ្នាំ2022នេះតាមគាត់ចាំគឺស្ថិតនៅក្នុងអំឡុងពេលបនភ្ជុំបិណ្ឌអញ្ចឹងនៅពេលដែលគាត់មានមិត្តភ័ក្តិរបស់គាត់ទៅពីម្ពិញជិះទៅលេងស្រុកគាត់ទៅជាមួយគ្នាអញ្ចឹងគាត់បានទៅដល់ហើយបញ្ជាក់ផងដែរថាផ្ទះរបស់គាត់គឺនៅជាប់ជាមួយនឹងលបងរបស់វត្តណាអញ្ចឹងនៅពេលដែលគាត់ទៅដល់ញ៉ាំបាយអីហើយល្ងាចឡើងគាត់ក៏ចូលដល់កន្លែងងូតទឹកហើយចូលដល់ឈុនងូតទឹកហើយអញ្ចឹងនៅពេលដែលគាត់មុជទឹកនេះហេតុការណ៍មួយបានកើតឡើងនៅពេលដែលគាត់បានចុះទៅមុជទឹកជាមួយនឹងមិត្តភ័ក្តិរបស់គាត់គាត់ឲ្យមិត្តភ័ក្តិគាត់នឹងប្រាប់មិត្តភ័ក្តិគាត់ឲ្យនៅអង្គុយនៅមុខទ្វារបន្ទប់ទឹកទៅហើយគាត់ចូលមុជទឹកតែមួយផ្លែតគាត់ចេញមកវិញហើយអញ្ចឹងបញ្ជាក់ថានៅក្នុងបន្ទប់ទឹករបស់គាត់គឺធ្វើនៅពីក្រោយផ្ទះហើយមានគេហៅឥដ្ឋខ្យល់រៀបព័ទ្ធជុំវិញប្រហែលជាកម្ពស់2ម៉ែត្រមួយទឹក2ម៉ែត្រ2ទឹកអីចឹងណាអញ្ចឹងព័ទ្ធនៅជុំវិញបន្ទប់ទឹកនឹងឯងមិនមែនមានតែមួយបន្លោះដោយបន្ទប់ទឹកមួយចំនួនទេអត់ទេគឺឥដ្ឋខ្យល់ហ្នឹងគាត់ព័ទ្ធជុំវិញនៅបន្ទប់ទឹកខ្ញុំជឿថាបងប្អូនសម័យឃើញហើយអញ្ចឹងស្រាប់ពេលដែលគាត់មុជទឹកនេះអ្វីដែលគាត់ឃើញគឺគាត់បានឃើញដៃមួយលូកចូលមកដៃមួយហ្នឹងគឺមានសន្តានបែបនេះខ្មៅរបៀបមនុស្សឆេះមនុស្សរបៀបមនុស្សប្រឡាក់ជាមួយនឹងផេះរបៀបឧទាហរណ៍ថាឥឡូវសម័យថាបើសិនជាបងប្អូនយកសាកសពស្អីមួយសាកសពសត្វឬក៏សាកសពអីមួយយកទៅបូជាហើយកំពុងតែឆេះមិនទាន់ឆេះសោះទេបងប្អូនយកអីមកឆ្កឹះសាកសពនឹងវិញណោះអញ្ចឹងសភាពនៅលើស្បែកហ្នឹងគឺសភាពស្បែកឆេះនឹងឯងដោយប្រឡាក់ដោយផេះហើយគាត់ឃើញបែបហ្នឹងគាត់បានយកទឹកយកទៅជះដៃហ្នឹងនៅពេលដែលជះដៃហ្នឹងដកចេញវិញបានបន្តិចគាត់ចាប់ផ្ដើមស្លឹងមើលទៀតដែរបានដកតែបន្តិចទេដៃហ្នឹងក៏លូកចូលមកវិញគាត់ភ័យខ្លាំងពេកគាត់រត់ចេញទៅខាងក្រៅដើម្បីទាញមិត្តភ័ក្តិរបស់គាត់ចូលមកទាំងខ្លួនទៅទេណាអត់មានបានរុំអីទាំងអស់ទាញមិត្តភ័ក្តិគាត់ចូលមកដើម្បីនៅក្នុងបន្ទប់ទាំងអស់គ្នាដើម្បីឲ្យស្រែកណាស្រែកថាមានឃើញអត់ហើយអ្វីដែលជាក់ស្ដែងនោះគឺអ្នកណាក៏ឃើញដែរទាំងពីរអ្នកគាត់គឺឃើញទាំងពីរខ្ញុំបានចោទសួរសាច់រឿងហ្នឹងតែប៉ុណ្្នឹងទេតែខ្ញុំបានចោទសួរគាត់ថាអញ្ចឹងធម្មតាបងប្អូនបើសិនជាបន្ទប់ទឹកហ្នឹងកម្ពស់2ម៉ែត្រកម្ពស់2ម៉ែត្រថា2ម៉ែត្រកន្លះរាប់ចូលដល់អត់ចោះបើសិនជាមានអ្នកលេងជាមួយគាត់គិតថាជាប្អូនពៅរបស់គាត់ដែលលេងសើចជាមួយគាត់ព្រោះគាត់ស្និទ្ធជាមួយប្អូនពៅអញ្ចឹងខ្ញុំសួរគាត់ថាចេះតើការលូកដៃចូលហ្នឹងគឺជាការចង្អឺតឈោងឥឡូវឧបមាថាកន្លែងនេះជាប្រឡោះណោះអញ្ចឹងបើសិនជាយើងចង្អឺតឈោងម្រាមដៃរបស់យើងច្រើនណាស់លូកបានមិនចេះទេត្រូវទេបងប្អូនទាំងអស់គ្នាតែអ្វីដែលគាត់ប្រាប់ថាអ្វីដែលគាត់ឃើញមិនមែនទម្រង់បែបនេះទេតែទម្រង់បែបនេះមានន័យថាស្មាហ្នឹងផុតកន្លែងហ្នឹងហើយទើបបានលូកដៃចូលមកផុតបានធំហ្នឹងអញ្ចឹងបានន័យថាមនុស្សម្នាក់ហ្នឹងគឺខ្ពស់មែនតើខ្ញុំក៏ចោទសួរថាខែងលោមានមនុស្សអត់គ្រប់ស្ទាក់អីនៅចិត្តវត្តហ្នឹងប៉ុន្តែអ្វីដែលគាត់បានប្រាប់ថាអត់មានមនុស្សអត់គ្រប់ស្ទាក់អីនៅវត្តហ្នឹងទេនៅចិត្តវត្តហ្នឹងទេហើយក៏ខ្ញុំបកមកគិតដែរថាតែមនុស្សអត់គ្រប់ស្ទាក់ណាឬក៏មានណាគេកម្ពស់ចូលដល់2ម៉ែត្រកន្លះទៅ3ម៉ែត្រណាបងប្អូនទាំងអស់គ្នា2ម៉ែត្រកន្លះទៅ3ម៉ែត្រទៅมันអាចឈោងដៃចូលឡើងស៊ុបអញ្ចឹងដោយមិនមានលក្ខណៈឈោងក្នុងករណីហ្នឹងគាត់បានចេញទៅហើយគាត់បានឡើងទៅផ្ទះហើយគាត់សួរទៅប្អូនរបស់គាត់ថាមានលេងអត់អ្វីដែលជាចម្លើយគឺមិនបានលេងទេប្អូនគាត់អត់បានទេប្អូនគាត់កំពុងរវល់លេងហ្គេមនៅលើទូរស័ព្ទហ្នឹងមានពេលណាតែលេងជាមួយគាត់នៅក្នុងបន្ទប់ទឹកហ្នឹងអញ្ចឹងក្នុងករណីនេះហើយអ្វីដែលខ្ញុំអាចសន្និដ្ឋានគឺប្រហែលជាប្រភេទអមនុស្សដែលណាមួយទៀតផ្ទះគាត់នៅជាប់លបងវត្តផងឱកាសខ្ពស់ជាពិធីបន់ភ្ជុំបិណ្ឌផងឱកាសខ្ពស់មែនទែនគឺជាប្រភេទអមនុស្សរឿងរបស់គាត់អញ្ចឹងបងធីគាត់មានការងារជាអ្នកបើកឡានស្ទូចអញ្ចឹងពាក្យថាបើកឡានស្ទូចហ្នឹងដោយលក្ខណៈថាកុងតឺន័រចូលទៅរោងចក្រគេលក្ខណៈ20កុងតឺន័រ30កុងតឺន័រគាត់ត្រូវធ្វើការហ្នឹងដើម្បីឡានស្ទូចមួយហ្នឹងដឹកអីវ៉ាន់តម្លាក់ពីកុងតឺន័រទៅដល់ឃ្លាំងរបស់គេអញ្ចឹងលើកទី1ដែលខ្ញុំដឹងថាការពិតឡានស្ទូចហ្នឹងគេជួលខ្ញុំស្មានថាបោះរោងចក្រអីគេមានស្រាប់ការពិតអាហ្នឹងគេជួលអាហ្នឹងក៏ជាចំណេះដឹងថ្មីមួយដែរអញ្ចឹងនិយាយសួរស្រាប់ទៅធ្វើកម្មវិធីនេះខ្ញុំមានចំណេះដឹងថ្មីរហូតពីបងប្អូនដែលគាត់
ចែករំលែកសាច់រឿងចែករំលែកប្រវត្តិរូបរបស់គាត់ណាអញ្ចឹងការងាររបស់គាត់នីមួយៗដែលគាត់ធ្វើគាត់តែងតែចំណាយពេលនៅការដ្ឋានរហូតដល់កន្លែងខ្លះមួយអាទិត្យកន្លែងខ្លះ10ថ្ងៃដែលគាត់ត្រូវគេងនៅការដ្ឋានជាដើមឡើយបញ្ជាក់ផងដែរថាបងធីមិនមែនជាអ្នកមានជំនឿទេគាត់អត់មានជំនឿមុតមមទេគាត់ធ្វើការក៏គាត់ទៅទីតាំងកន្លែងណាសម្រាប់បងប្អូនដែលមានជំនឿគាត់តែងតែសែននៅកន្លែងហ្នឹងសិនគាត់តែងតែរៀបចំជាផ្លែឈើជាអីអញ្ចឹងសែនដល់ម្ចាស់ទឹកម្ចាស់ដីឬក៏សែនដល់បកកន្លែងនោះមានខ្ទមអ្នកតាគាត់សែននៅខ្ទមអ្នកតាបកកន្លែងនោះមានជានាងឃ្លាំងគាត់តែងតែសែននៅជានាងឃ្លាំងដើម្បីឲ្យការងាររបស់គាត់រលូនទោះត្រង់ថាបងធីគាត់មិនមែនជាបុគ្គលម្នាក់ដែលមានជំនឿទេអញ្ចឹងគាត់អត់ដែលសែនអីទេគឺគាត់ទៅដល់គាត់ធ្វើការតែម្ដងមានថ្ងៃមួយគាត់ទទួលបានការងារមួយពីក្រុមហ៊ុនរបស់គាត់បានប្រាប់ឲ្យគាត់ទៅកាន់រោងចក្រដែលនៅឆ្ងាយរហូតដល់ខេត្តកំពង់ឆ្នាំងអញ្ចឹងរោងចក្រមួយហ្នឹងគឺផលិតសូឡាគឺអាផ្ទាំងពន្លឺព្រះអាទិត្យដែលយើងដាក់នៅលើដំបូលឬយើងដាក់នៅលើមុខផ្ទះអីចឹងដើម្បីបំភ្លឺដើម្បីស្រូបកម្លាំងព្រះអាទិត្យបំលែងខ្លាយជាអគ្គិសនីហ្នឹងអញ្ចឹងគាត់ទទួលការងារហ្នឹងគាត់បានបើកឡាននឹងស្ទូចរបស់គាត់ធ្វើដំណើរទៅដល់ខេត្តកំពង់ឆ្នាំងទីតាំងរោងចក្រចង់បញ្ជាក់បងប្អូនដែរថាចូលទៅជ្រៅមែនតើពីផ្លូវជាតិចូលទៅជ្រៅមែនតើអញ្ចឹងទីតាំងហ្នឹងគឺមានទំហំដី 4500 ហិកតាដែលនៅជាប់ជាមួយនឹងជើងភ្នំតែម្ដងគាត់បានទៅដល់គាត់បានធ្វើការដឹកស្ទូចដឹកអីវ៉ាន់អីហើយរហូតដល់យប់ឡើងអញ្ចឹងបញ្ជាក់ផងដែរថានៅក្នុងរោងចក្រមួយហ្នឹងមានគ្នាគាត់ចំនួន3នាក់ដែលធ្វើការអត់មានអ្នកណានៅទាល់តែសោះអត់មានរោងកម្មករអត់មានកន្លែងស្នាក់នៅឲ្យកម្មករអត់មានអ្វីទាំងអស់អញ្ចឹងខ្ញុំអត់ដឹងថាតើកម្មករទាំងអស់គ្នាគាត់ធ្វើការឲ្យគាត់ទៅណាក៏អត់ដឹងដែរព្រោះបងធីក៏គាត់អត់មានព័ត៌មានហ្នឹងគាត់ក៏បានចែកម្លែកជាមួយខ្ញុំដែរប៉ុន្តែអ្វីដែលគាត់ចែកម្លែកគឺនៅពេលដែលស្ទូចអីវ៉ាន់ចូលគឺមានគ្នាគាត់តែ3នាក់ទេដែលតម្រូវឲ្យគាត់ទាំងអស់គ្នាត្រូវនៅទីតាំងនឹងរយៈពេល10ថ្ងៃធ្វើការចប់ទើបអាចឡើងមកទីក្រុងភ្នំពេញវិញដែលជាផ្ទះហើយដែលជាក្រុមហ៊ុនរបស់គាត់ក្រោយពីធ្វើការជាទម្លាប់របស់គាត់អត់ដែលសែនអីទេតែដងក៏អត់ដែលធ្វើទុកអីដែរតែដងនេះគឺជារឿងផ្សេងតែការដែលគាត់មិនសែនដល់ម្ចាស់ទឹកម្ចាស់ដីការដែលមិនសែនទៅដល់អ្នកថែរក្សានៅកន្លែងហ្នឹងបានបង្កហេតុមួយជូនដល់គាត់ក្រោយពីគាត់បានធ្វើការហើយអស់ហើយគាត់ក៏បានចងរឹងពីឡានមួយទៅឡានមួយអញ្ចឹងគាត់បានសម្រាកយប់ទី1គឺជាយប់កើតហេតុដំបូងអូនិយាយព្រឺហូមគាត់នៅឃើញក៏ព្រឺហូមដែរនេះព្រោះខ្ញុំឃើញគាត់ខ្ញុំស្ថិតនៅក្នុងកែវភ្នែករបស់គាត់ណាអញ្ចឹងដោយបងប្អូនដឹងហើយថានៅជើងភ្នំគឺស្ងាត់មែនទែនអត់មានផ្ទះអ្នកភូមិអត់មានអីទេការដ្ឋាន 4500 ហិកតាត្រូវបានព័ទ្ធរបងចិត្តជាឯកជនណាអញ្ចឹងអត់មានណាគេនៅចិត្តទេសម័យថារោងចក្រហ្នឹងគឺនៅចំកណ្ដាលដីអញ្ចឹងមានន័យថាម៉េចទៅមានន័យថារាប់ពាន់ហិកតាដែលព័ទ្ធជុំវិញយើងគឺអត់មានតែម្ដងអត់មានអ្វីតែសោះមានតែសំឡេងសត្វយំមានតែសំឡេងចង្រិតឬក៏សត្វស្លាបឬក៏ស្អីអញ្ចឹងយប់ឡើងគឺស្ងាត់យកមែនតើបញ្ជាក់ផងដែរខែនោះគឺជាខែភ្លឺថ្ងៃនោះគឺជាខែភ្លឺអញ្ចឹងស្របពេលដែលគាត់កំពុងតែគេងនៅលើអង្រឹងចងពីឡានមួយទៅឡានមួយមិត្តភ័ក្តិរបស់គាត់ចងតគ្នាអញ្ចឹងទៅគាត់បានគេងមើលមេឃមើលផ្កាយព្រោះអត់មានសេវាដែរអីផងអញ្ចឹងណាអញ្ចឹងគាត់គេងបដាគាត់មើលប្រខែបដាគាត់បានសង្ងំគេងទៅគាត់មើលបានប្រហែលជា5នាទីគាត់ក៏សង្ងំគេងទៅតែនៅពេលដែលគាត់សង្ងំគេងនេះអូយព្រឺខ្លាំងនៅពេលដែលគាត់សង្ងំគេងនេះគាត់មានអារម្មណ៍ថាមានមនុស្សម្នាក់ឈរនៅជិតគាត់មានមនុស្សម្នាក់ឈរនៅជិតគាត់នៅពេលដែលគាត់បើកភ្នែកគាត់ឃើញមនុស្សប្រុសមៀតធំមែនទែនខ្មៅខ្ពស់មែនទែនគឺឈរនៅចុងជើងគាត់សម្លឹងមើលមកគាត់អូយហើយគាត់ក៏សម្លឹងមើលទៅម្នាក់នឹងដែរសួរថាឃើញមុខអត់គាត់ថាអត់ឃើញមុខទេតែដឹងថាជាមនុស្សប្រុសតែក៏គាត់ដឹងថាម្នាក់នឹងកំពុងតែបាញ់ភ្នែកមកគាត់បាញ់ភ្នែកទៅម្នាក់នឹងអាហ្នឹងមើលគ្នាទៅវិញទៅមកគាត់ថាគាត់សម្លឹងរយៈពេល1នាទីអត់ភ្លេចភ្នែកអាលក្ខណៈមើលហើយមើលទៀតរហូតដល់1នាទីស្រមោលមួយនឹងក៏បានបាត់ទៅរលាយបាត់ទៅសាហាវមែនតើណាមានន័យថាចាយើងឃើញច្បាស់តែអញ្ចឹងណាបានដល់1នាទីទៅស្រាប់តែលាយបាត់ទៅតាមខ្យល់អស់លេងសាហាវអញ្ចឹងក្នុងករណីហ្នឹងគាត់ដឹងហើយថាមានរឿងអីកើតឡើងអញ្ចឹងក្នុងករណីហ្នឹងគាត់
តាំងចិត្តមុំហើយគាត់ដើរទៅរៀងគៀនបន្តិចដើម្បីបត់ដៃបត់ជើងហើយក៏សង្ងំគេងបន្តថ្ងៃស្អែកឡើងក៏ធ្វើការបន្តបានរំលងផុតពីនឹង3-4ថ្ងៃមានក្រុមការងាររបស់គាត់ម្នាក់2នាក់បានដាក់ច្បាប់ព្រោះមានភារកិច្ចនៅផ្ទះគាត់ត្រូវជិះទៅផ្ទះវិញព្រោះឧទាហរណ៍ថាគ្រួសារមានបញ្ហាឬក៏គ្រួសារឈឺឬក៏ម្ដាយឈឺអីចឹងទៅដែលតម្រូវឲ្យពួកគាត់ទៅមួយថ្ងៃ2ថ្ងៃអញ្ចឹងយប់ហ្នឹងគឺជាយប់លើកដំបូងដែលគាត់គេងម្នាក់ឯងនៅក្នុងការដ្ឋានដែលមានទំហំដី 4,500 ហិកតាតែម្នាក់ឯងដងនេះគាត់បានអាយ៉ែឡានរបស់គាត់បែរគូតឡានទៅខាងរោងចក្រខាងឃ្លាំងអញ្ចឹងចម្ងាយពីមាត់ខ្លោងទ្វាររហូតដល់កន្ទុយឡានគាត់ប្រហែលជា5ម៉ែត្រទេដងនេះគាត់អត់មានឡានណាទៅចងភ្ជាប់គ្នាទៀតទេអញ្ចឹងគាត់ក៏សម្រេចចិត្តថាគាត់ចងអង្រឹងរបស់គាត់ហ្នឹងគឺនៅកន្ទុយឡានអត់មានមុងអត់មានអីទេគឺគេងមើលទេសភាពអីចឹងទៅកំពុងតែគេងនេះអត់ទាន់បានទាំងលក់ផងកំពុងតែទៅតែដាក់ខ្លួនស្រាប់តែគាត់ឮសំឡេងម៉ូតូជិះពីក្រោយគាត់បងប្អូនការដ្ឋាន 4,500 ហិកតាគេងតែម្នាក់ឯងហើយម៉ូតូនឹងមកពីណាអញ្ចឹងគាត់បានគេងអញ្ចឹងគាត់ឮសំឡេងម៉ូតូគាត់ចាប់ផ្ដើមស្ទុះគ្រោកឡើងគាត់ចាប់ផ្ដើមស្រឡឹងម៉ូតូនឹងអត់មានបើកលឿនទេម៉ូតូនឹងគឺអូយនិយាយបដាភឺបដាម៉ូតូនឹងគឺបើកយឺតមែនតើអញ្ចឹងគាត់ស្រឡឹងមើលគាត់ប្រឹងស្រឡឹងមើលម៉ូតូនឹងកាន់តែជិះមកគៀកគាត់ទៅគាត់បានឃើញថាម៉ូតូនឹងគឺជាម៉ូតូអាគប់ជុងណាបើកបរដោយមនុស្សប្រុសម្នាក់កាន់តែគៀកទៅមកដល់កន្ទុយឡានគាត់ជិះកាត់កន្ទុយឡានគាត់អ្វីដែលគាត់ឃើញគឺមនុស្សប្រុសនោះអត់មានក្បាលទេអត់មានក្បាលតតែសោះហើយជិះផុតគាត់ទៅដល់ផ្លូវដែលចេញទៅផ្លូវថ្នល់វិញជិះគាត់ស្រឡឹងមើលរហូតខៃលោកគាត់ស្វាំងគាត់ខំញីភ្នែកផងប៉ុន្តែអ្វីដែលគាត់ឃើញនៅតែអត់មានក្បាលអញ្ចឹងគាត់ជិះស្រឡឹងមើលម៉ូតូនឹងរហូតដល់ម៉ូតូនឹងជិះបាត់ផុតពីកែវភ្នែករបស់គាត់នេះគឺជាហេតុការណ៍ទី2នៅក្នុងកន្លែងហ្នឹងអញ្ចឹងនៅពេលដែលថ្ងៃស្អែកឡើងមិត្តភ័ក្តិរបស់គាត់បានត្រឡប់មកវិញគាត់បានរៀបរាប់ប្រាប់ផ្សាយរឿងរបស់គាត់ថាអូខេគាត់បានជួបអីគេខ្លះទី1យប់ទី1ដែលគេជុំគ្នាហ្នឹងគាត់បានឃើញមនុស្សប្រុសមានធំឈរស្រឡឹងមើលគាត់ហើយរឿងទី2គាត់ឃើញមនុស្សប្រុសម្នាក់ដែលអត់មានក្បាលទេជិះម៉ូតូកាត់ពីក្រោយគាត់អញ្ចឹងមិត្តភ័ក្តិរបស់គាត់ចាប់ផ្ដើមសួរមានសែនអត់គាត់ប្រាប់ថាអត់បានសែនទេអញ្ចឹងហើយក្នុងករណីហ្នឹងឯដែលមិត្តភ័ក្តិរបស់គាត់បានប្រាប់គាត់ថាចេះណែកន្លែងហ្នឹងគឺគៀកជើងភ្នំដីហ្នឹងអ្នកធ្វើការមុនក៏គេប្រាប់ដែរថាអត់បានទេយើងកាចខ្ញុំគិតថាកន្លែងហ្នឹងបងធីសំណាងហើយព្រោះអ្វីដែលគេបង្ហាញគឺប៉ុណ្ណឹងមិនមែនជាការរូបរាងអាក្រក់អីមកបន្លាចគាត់ទេអញ្ចឹងគាត់ដឹងហេតុប៉ុណ្ណឹងហើយគាត់ក៏បានរៀបចំសំណែនមានផ្លែឈើឲ្យធូបសុំសុខហើយគាត់បានធ្វើការបន្តរហូតដល់10ថ្ងៃដែលគាត់នៅការដ្ឋានគឺសុខរហូតហើយនេះគឺជាសាច់រឿងទី1របស់គាត់តោះយើងចូលដល់សាច់រឿងទី2របស់គាត់សាច់រឿងទី2របស់គាត់ផុតពីការងារនៅខេត្តកំពង់ឆ្នាំងគាត់បានទទួលការងារបន្តពីក្រុមហ៊ុនដែលក្រុមហ៊ុនបាននាំឲ្យគាត់ជិះឡានហ្នឹងដើម្បីបន្តទៅខេត្តពោធិ៍សាត់ម្ដងទៅរោងចក្រមួយដែលមិនឆ្ងាយពីផ្លូវជាតិទេចុះតែតិចទេតែប្រហែលជា200ម៉ែត្រគឺដល់រោងចក្រមួយហ្នឹងហើយតែគាត់ត្រូវតម្លាក់អីវ៉ាន់បន្តអញ្ចឹងគាត់ត្រូវធ្វើការនៅកន្លែងហ្នឹងគឺមួយសប្តាហ៍អ្វីដែលគាត់ចាប់អារម្មណ៍គឺនៅចិត្តរោងចក្រហ្នឹងគឺមានខ្ទមមួយជាអាស្រមមិនមែនជាខ្ទមតែជាអាស្រមអារបៀបថាសាលាឆទៀនគេសង់តាមផ្លូវដោយបងប្អូនជិះតាមផ្លូវអញ្ចឹងឃើញបកគោលអត់មានជាងអត់មានអីដើម្បីឲ្យអ្នកដំណើរអញ្ចឹងខៃឡូចង់សម្រាប់អីអញ្ចឹងចង់អាចអែបឡានបានញ៉ាំបាយថ្ងៃអីបានសម្រាប់អីស្រូបយកខ្យល់អាកាសឲ្យធ្វើដំណើរបន្តគឺសាលាឆទៀនបែបហ្នឹងគឺខ្ទមបែបហ្នឹងដើម្បីឲ្យពួកគាត់សម្រាប់អញ្ចឹងគាត់បានធ្វើការពេញមួយថ្ងៃហើយរហូតដល់យប់ឡើងគាត់បានចងរឹងពីដើមឈើទៅឡានរបស់គាត់រយៈពេល3ថ្ងៃគឺអត់មានបញ្ហាតតែសោះតែរឿងគឺកើតឡើងនៅថ្ងៃទី4នៅខេត្តពោធិ៍សាត់នេះផងដែរបងធីដូចដឹងហើយហេតុតែគាត់អត់ជឿត្បិតតែគាត់មានបទពិសោធន៍ពីខេត្តកំពង់ឆ្នាំងមែនប៉ុន្តែដោយសារតែគាត់មិនមែនជាអ្នកជឿគាត់អត់មានទម្លាប់សែនគាត់ក៏ភ្លេចសែនដូចគ្នាអញ្ចឹងក្នុងករណីហ្នឹងនៅយប់ទី4នៅពេលដែលគាត់កំពុងតែគេងនៅក្នុងអង្រឹងគាត់ប្រាប់ថាគាត់ចាំម៉ោងអត់សូវបានទេប៉ុន្តែម៉ោងនឹងប្រហែលជាម៉ោងទៀបភ្លឺប្រហែលជាម៉ោង 4-5 ភ្លឺ
គាត់កំពុងតែគេងនៅក្នុងអង្រឹងហ្នឹងស្រាប់តែមានអូយព្រឺហូមមែនទែនស្រាប់តែមានទម្ងន់មួយនៅចុងជើងរបស់គាត់នៅក្នុងអង្រឹងអញ្ចឹងនៅពេលឥឡូវយើងសម័យទាំងអស់គ្នាណាឥឡូវប្រហែលថាងឹងពេលយើងគេងទៅវាមិនកោងខ្លួនអញ្ចឹងប៉ុន្តែស្រាប់តែនៅចុងជើងរបស់គាត់នេះវាមានទម្ងន់មួយសកត់មកដូចមនុស្សច្រត់ដៃឬក៏មនុស្សឡើងជន់ឈរឬក៏មនុស្សឬក៏មានស្អីធ្ងន់មកសកត់ទៅអញ្ចឹងងឹងរបស់យើងវាមិនធត់អញ្ចឹងស្របពេលទួយើងគេងលក់ប៉ុណ្ណាក៏ដោយតែងឹងមិនធត់យើងមិនដឹងខ្លួននៅពេលដែលគាត់ដឹងខ្លួនអ្វីដែលគាត់ឃើញគឺជាមនុស្សស្រីម្នាក់ឡើងមកអង្គុយនៅលើរឹងរបស់គាត់អង្គុយមិនមែនសំណួរសុខថាចេះអង្រឹងនឹងធំប៉ុណ្ណាដែលមនុស្សម៉ាងរឹងគ្រាន់តែយើងគេងនឹងពីក្បាលដល់ចុងជើងនឹងវាពេញម៉ាងរឹងបាត់ហើយប៉ុន្តែម្នាក់ស្រីហ្នឹងអាចឡើងមកអង្គុយនៅលើរឹងនឹងបានសាហាវទេសំណួរថាតើនឹងជាមនុស្សឬក៏អមនុស្សបើសិនជាបងប្អូនថាមនុស្សនេះជាអ្វីដែលគាត់ឃើញមនុស្សក្រោយគាត់ភ្ញាក់ឡើងមនុស្សស្រីដែលគាត់បានឃើញហ្នឹងគឺជាមនុស្សដែលស្លៀកពាក់បុរាណសក់កន្ទ្រើងបើកភ្នែកធំហើយមានឈាមពេញមុខសម្លឹងមកមើលមុខគាត់សម្លឹងមើលមុខគាត់រយៈពេល2ទៅ3នាទីហើយសួរថាតើគាត់ច្បាស់នឹងភ្នែកអត់បងប្អូនខ្ញុំអត់ដឹងថាច្បាស់ប៉ុណ្ណាទៀតទេព្រោះពីចុងជើងមកភ្នែកហ្នឹងវាឥឡូវថាយើង1ម៉ែត្រចិត្តចុះអញ្ចឹងពីចុងជើងមកភ្នែកខុសគ្នាតែ1ម៉ែត្រជាងហ្នឹងអញ្ចឹងអ្វីដែលគាត់ឃើញគឺច្បាស់មែនទែនគឺម្នាក់ស្រីហ្នឹងគឺអង្គុយនៅចុងជើងរបស់គាត់បង្ហាញទិដ្ឋភាពអាក្រក់រយៈពេល2ទៅ3នាទីដែលគាត់សម្លឹងមើលម្នាក់ស្រីហ្នឹងហើយម្នាក់ស្រីហ្នឹងសម្លឹងមើលគាត់ដូចគ្នារហូតដល់3នាទីគត់2នាទីទៅ3នាទីម្នាក់ហ្នឹងក៏រលាយបាត់រឹងរបស់គាត់ក៏ស្រាលឡើងមកវិញអញ្ចឹងគាត់ដឹងថាអ្វីដែលគាត់បានឃើញហ្នឹងគឺជាអ្នកថែរក្សាហើយគាត់ក៏ដឹងមួយទៀតដែរថាអ្វីដែលគាត់ភ្លេចនោះគឺការសែនមកដល់កន្លែងធ្វើការគេហើយភ្លេចសែនសម្រាប់ខ្ញុំអត់ដឹងថាតើម្នាក់ស្រីហ្នឹងបានរស់នៅក្នុងអាស្រមហ្នឹងឬក៏ដើមឈើចិត្តហ្នឹងតើជាប្រភេទអ្វីក៏ខ្ញុំអាចបញ្ជាក់បានផងដែរព្រោះដោយសារតែអ្វីដែលគាត់ឃើញគឺត្រឹមប៉ុណ្្នឹងដោយសារតែ slot ស្មារតីផងដោយសារតែអីផងគាត់ក៏បានសង្ងំគេងក៏ប៉ុន្តែគេងអត់លក់ទេបានបន្តិចមន់ល្ងាវគាត់ក៏ចាប់ផ្ដើមធ្វើការវិញហើយគាត់ក៏រៀបចំការសែនរបស់គាត់វិញអញ្ចឹងនៅពេលដែលសែនហើយរយៈពេល1សប្តាហ៍ដែលគាត់នៅសល់3ថ្ងៃដើម្បីប្រគ្រប់ការងារគាត់ហ្នឹងគឺគាត់សុខរហូតម្នាក់ហ្នឹងលែងមកលេងម្នាក់ហ្នឹងលែងមកអីទាំងអស់អញ្ចឹងតើអ្វីទៅដែលជាមេរៀនសម្រាប់បងប្អូនទាំងអស់គ្នាមិនថាបងប្អូនទៅទីកន្លែងណាទៅណាទេខ្ញុំមិនលើកទឹកចិត្តថាអូយើងត្រូវតែសែនឲ្យគេទេណោះមានន័យថាអញ្ចឹងបើសិនជាបងប្អូនដើរលក្ខណៈជាទេសចរទៅទស្សនាយើងមិនទៅអាចដើរសែនគ្រប់ទីកន្លែងបានប៉ុន្តែបើក្នុងករណីដែលថាបងប្អូនទៅស្នាក់នៅក្នុងមួយយប់ទីតាំងណាមួយដើរក្នុងភ័យឬក៏ទីតាំងណាមួយដែលជាកន្លែងធ្វើការរបស់បងប្អូនខ្ញុំលើកទឹកចិត្តធំមែនទែនគឺការគោរពគេការទទួលដឹងថាគេនៅនឹងតួបងប្អូនមិនមានផ្នែកទឹកក្នុងការមើលឃើញឬក៏បងប្អូនមិនអាចទទួលអារម្មណ៍ដឹងថាគេនៅនឹងក្តីសូមបងប្អូនរៀបចំបន្តិចទៅមាននំនែកបន្តិចមានទឹកម្ដងវាមិនធ្ងន់វាមិនស្រាលវាមិនច្រើនវាមិនតិចអីទេបើប៉ុណ្្នឹងទៅឲ្យគេដឹងថាយើងដឹងថាគេនៅនឹងហើយយើងគោរពដល់គេខ្ញុំជឿជាក់ថា 100% គឺបងប្អូនបានសុខបើសិនជាបងប្អូនដើរលេងនៅក្តាមព្រៃភ្នំចែករំលែកនំនែករបស់បងប្អូនបន្តិចទៅចែករំលែកបាយរបស់បងប្អូនបន្តិចទៅចែករំលែកម្ហូបរបស់បងប្អូនបន្តិចទៅដាក់នៅគៀកហ្នឹងទៅគឺគេដឹងហើយគេទទួលបានហើយក៏គេពេញចិត្តនៅការគោរពរបស់បងប្អូនដែរត្បិតតែនៅក្នុងចិត្តរបស់យើងមិនជឿថាមានក្តីជឿថាមានក្តីតែសង្ឃឹមថាបងប្អូនរក្សាផ្លូវចិត្តឲ្យនៅដដែលមិនមានការប្រែប្រួលហើយជឿឬមិនជឿប៉ុណ្ណាមិនបាច់គិតមិនបាច់យកដាក់ក្នុងចិត្តមិនបាច់កំពុងតែសែនហើយតែក្នុងចិត្តយើងគិតថាអូមិនមានទេសែនឲ្យរួចខ្លួនទៅកុំគិតគ្រាន់តែសែនទៅខ្ញុំជឿថាបងប្អូននឹងបានសុខអញ្ចឹងនេះគឺជារឿងហេតុទី2របស់បងធីដែលគាត់បានជួប